ថាសង្ឃហធម៌ការចេះជួយសង្គ្រោះគ្នាទៅវិញទៅមក Okay, so he would like to share some his thought as well that when people helping each other, Sanghato, សង្ឃហធម៌ it's called his word is Sanghato. It's like action of people helping each other. ព្រោះការដែលយើងចេះជួយសង្គ្រោះគ្នាទៅវិញទៅមកហ្នឹងគឺអត់ប្រកាន់ជាតិសាសន៍ទេ Okay, when we helping each other or refuse each other, we don't focus on religious, we don't focus on race, we just happy. ហើយជាតិសាសន៍ណាក៏ដោយដែលរស់នៅលើភពផែនដីនេះរាប់តាំងពីសត្វឡើងទៅគឺសុទ្ធតែមានជួបការលំបាកហើយនឹងមានការជួបការសប្បាយការជួបជុំតែតែមានជាធម្មតាក្នុងពិភពលោក And in general, on this globe, there's a people, animal, so we are meeting, we have fun, and we struggle, something like that. Yeah. ការមិនសប្បាយចិត្តការកើតទុក្ខការរីករាយគឺមិនមែនមានតែប៉ុណ្ណោះទេគឺថាមានទូទៅការលំបាកអីចឹងទៅគឺមានគ្រប់ជាតិសាសន៍ And hardship, happy, fun, tear, emotion, everything like this is not just us here, but it's everyone. សូម្បីតែប្រទេសលើពិភពលោកដែលកំពុងតែមានសង្គ្រាមជាដើមនេះគឺសុទ្ធតែជួបបញ្ហាសុទ្ធតែមានវិបត្តិឬក៏ថាជនជាតិណាដែលនៅក្នុងប្រទេសណាដែលមានសង្គ្រាមដូចចឹងទៅគឺសុទ្ធតែមានសេចក្តីទុក្ខដូចគ្នាព្រោះតែសង្គ្រាមជាដើម Especially for those are suffering from war, Yeah. those people in that country was mostly affected by many hardship life. ដូច្នេះសង្ឃហធម៌ហ្នឹងគឺมันប្រកាន់ជាតិសាសន៍มันប្រកាន់ឋានៈភាពខ្ពស់អីទៅទេឲ្យតែបុគ្គលណាជាតិសាសន៍ណាដែលមានទុក្ខលំបាកគឺអាចជួយគ្នាទៅវិញទៅមកបានតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន And Sanghato is the action and is the way of how we helping each other. ហើយនេះវាជាមនុស្សធម៌មួយលើផែនដីដែលមានតាំងពីសម័យពុទ្ធកាលមកបានសម្ដែងឲ្យចេះជួយសង្គ្រោះគ្នា And since very long time since the Buddhas, he also mentioned that we are people, we need to helping each other. Thank you so much for helping us here at Sunrise and all of our children here as well. We really appreciate so much. ខ្ញុំក៏ថាអរគុណច្រើនដល់លោកបងដែលបានចំណាយពេលហើយនិមន្តមកលេងនៅអង្គការរំដោះកម្ពុជាជាពិសេសមកជួយដល់កុមារយើងដែរ ទៅស្លាប់ជិះកាត់ទៅក៏មានបំណងយូរហើយបានថាឱកាសមិនតាន់មានទៅព្រឹកមិញនេះខ្ញុំគាត់ទំនេរពីការសិក្សាទៅក៏គិតភ្លាមអត់បានគិតទុកតាំងពីម្សិលមិញអីក៏អត់ដែរគិតភ្លាមមកភ្លាម So he been passing through Sunrise many times and he noticed that we kind of like the NGO supporting children, but he don't have the time. Only today and his team that she's free from her education. So they agreed together to do something and go to visit. That's why there's no plan. Right. It's so wonderful for the children to see you come here and help. It's really inspiring for them. ហើយសម្រាប់កុមារយើងនៅទីនេះផាយជាគាត់ក៏មានអារម្មណ៍ពិសេសដែរដែលមានលោកបងនិមន្តមកលេងក៏ដូចជាយកចិត្តទុកដាក់នឹងយកសម្ភារៈមកទទួលលេងចឹងណា និយាយទៅបុគ្គលដែលមានចិត្តជាសប្បុរសធម៌ប្រៀបដូចជាមលុបនៃដើមឈើកាលណាបើបុគ្គលហ្នឹងគឺមានទ្រព្យហើយមានចិត្តជួយសង្គ្រោះទៀតអញ្ចឹងគឺមនុស្សម្នាទាំងឡាយដែលមានតំបន់ហ្នឹងគឺកាលណាបើមានដើមឈើរំធំហ្នឹងទៅបានមកជ្រកទៅបានទៅជាកាយជាចិត្តយ៉ាងណាវិញកាលណាបើយើងមានមនុស្សល្អឲ្យបានច្រើនយ៉ាងនេះធ្វើឲ្យជាជននៅក្នុងតំបន់ផ្សេងទៅទទួលសេចក្តីសុខពីយើង He said that the kindness of people is like that tree, like a big growing big shade for people can rest, can do many activities underneath of its big heart of caring. Yes. Do you have any question? During Khmer celebrations like Khmer New Year and Puchung Ben, we always take the kids to a pagoda we like to take them to different places so they can see different pagodas and meet different people. So maybe we can bring them to your pagoda one time. អញ្ចឹងនៅទីនេះគឺពេលដែលយើងមានប្រជុំបិណ្ឌឬក៏ចូលឆ្នាំខ្មែរយើងតែងតែនាំកុមារទៅលេងនៅវត្តអា
បង្អែមមួយចំនួនអញ្ចឹងប្រហែលជាឱកាសក្រោយៗយើងចង់នាំទៅកុដលបទៅលេងវត្តលបងតែលបងគិតមិនដែរ អត់អីទេបើអាចផ្ដល់ព័ត៌មានទៅមុនទៅសម្រាប់ផ្ដល់ព័ត៌មានទៅខាងវត្តហ្នឹងហើយព្រោះនៅទីហ្នឹងគឺឧស្សាហ៍មានខាងសិស្សសាលាអីឧស្សាហ៍មានទៅចឹងដែរ visit his pagodas visit a lot every week